របៀបមើលឡានដូរពណ៌ឡានមួយគ្រឿងនេះគឺគេធ្វើស្អាតមែនទែនបងប្អូនអរគ្នាបើឲ្យភ្នែកបងប្អូនយើងធម្មតាមកមើល10នាក់អត់ដឹងថាឡានដូរពណ៌ទាំង10នាក់ឡានមួយគ្រឿងនេះគឺគេបកស្អាតមែនទែនមិនថាភ្លីមិនថាធ្នេមិនថាគល់បូមិនថាកាវបាទកាវធ្នឹមអីទាំងអស់ហ្នឹងគឺគេធ្វើស្អាតមែនទែនយើងមើលអត់ដឹងថាឡានដូរពណ៌ទេបងប្អូនអរគ្នាហើយក៏សរសើរទៅដល់ទឹកដៃជាងដែរគាត់ធ្វើស្អាតមែនទែនឡានដូរពណ៌ភាគច្រើនគឺខ្ញុំមើលមកគឺពិបាកមើលមែនទែនហើយឡានមួយគ្រឿងនេះគឺដូរពណ៌លំដាប់ស្អាតតែម្ដងបងប្អូនអញ្ចឹងមួយគ្រឿងនេះបងប្អូនអរគ្នាមកមើលជាមួយខ្ញុំគឺកាវធ្នេកាវគល់បូមអីគឺនៅស្អាតទាំងអស់បងប្អូនអរគ្នាតែមានចំណុចមួយគឺនៅខ្ចៅមួយបន្តិចនេះគឺយើងមើលដឹងឃើញថាដូរពណ៌ហើយទី2យើងអើតមកខាងក្រោមបងប្អូនអរគ្នាអត់ចាប់អារម្មណ៍អត់ដឹងទេបាតខាងក្រោមវានេះគឺពណ៌តយោទឹកបងប្អូនអរគ្នាគឺយើងមើលទៅគឺគេធ្វើតែខាងលើទេឡានវាច្រើនខាងក្រោមគេអត់ធ្វើទេអញ្ចឹងវានៅសំណុំរបស់វាពណ៌តយោទឹកដដែលទេអញ្ចឹងបងប្អូនអរគ្នាមុនទិញឡានបងប្អូនអរគ្នាអាចមើលចំណុចហ្នឹងបានហើយកន្លុកកលៀតខ្ញុំមើលខាងលើខាងក្រោមបាទកន្លុកកលៀតរបស់វាហ្នឹងគឺយើងមើលអត់ដឹងដូចគ្នាបងប្អូនអរគ្នាគឺគេធ្វើស្អាតមែនតើបាទកន្លុកលៀតបងប្អូនមកមើលជាមួយខ្ញុំគឺគេធ្វើថ្មីស្អាតគឺគេបកអស់តែម្ដងបងប្អូនអរគ្នាអញ្ចឹងខ្ញុំបកកញ្ចៅមើលទៀតបកកញ្ចៅមើលគឺអត់មានឃើញថាវាបតិបតាឬក៏ទឹកថ្នាំពណ៌ចាស់ហ្នឹងនៅលាយគ្នាញ៉ៃញ៉ៃទេគឺអត់មានទេឡាននេះគឺយើងកោះមកក៏យើងអត់ឃើញពណ៌ទឹកថ្នាំចាស់វាចេញមកដែរបាទគឺគេធ្វើស្អាតខ្ញុំហ៊ាននិយាយថាទឹកដៃជាងមិនធម្មតាទេហើយខាងក្រៅនេះយើងដោះចេញមកគឺធម្មតាឡានដោះមកកន្លុកកលៀតវាឃើញពណ៌ប៉ុន្តែអានេះយើងដោះចេញមកគឺវាអត់ឃើញពណ៌ទេបាទនៅពណ៌សស្អាតមែនតើកន្លុកកលៀតខាងក្នុងស្តុបហ្នឹងគឺនៅពណ៌សស្អាតមែនតើហើយចំណុចសំខាន់ដែលយើងមើលហ្នឹងគឺខាងក្រោមដូចខ្ញុំនិយាយចឹងបងប្អូនអរគ្នាគឺយើងមើលខាងក្រោមមកគឺឃើញពណ៌ដើមរបស់វាហើយប៉ុន្តែជាក់ស្ដែងឡានដូរពណ៌គឺកាត់គ្រីវាពណ៌សហើយគឺគេដូរទាំងអស់បងប្អូនអរគ្នាដូរទាំងពណ៌ឡានដូរទាំងកាត់គ្រីទាំងអស់ share វីដេអូនេះសម្រាប់ការចែកម្លែកបន្តអរគុណជួបខ្ញុំនៅវីដេអូក្រោយ